រីករាយានមាសកាថ្វាយបង្គំនៃខ្ញុំចូលមានដល់ព្រះដ៏មានព្រះភិអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរញាយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យដៅព្រះអង្គឡើយខ្ញុំព្រះករុណាសូមថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតន៍ជារតនៈដ៏ដងដំប្រសើរពងពោះបំផុតនៅក្នុងលោកសូមនមស្ការចំពោះព្រះគ្រូសូត្រស្ដាំឆ្វេងព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ក្នុងទីអារាមវត្តខេមរៈរាជការាមហៅវត្តបាក់ណាមនៅក្នុងឱកាសពេលនេះព្រមទាំងកណាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់ដែលកំពុងស្ដាប់ចម្រើនពរដល់ពុទ្ធបរិស័ទញាតិញោមប្រុសស្រីគ្រប់រូបទាំងអស់គ្នាដែលកំពុងតែស្ដាប់នៅក្នុងនទីមេគាព្រះពុទ្ធសាសនានិងការអប់រំផ្សាយចេញពីវត្តខេមរៈរាជការាមហៅវត្តបាក់ណាមស្ថិតនៅក្នុងភូមិបាក់ណាមសង្កាត់ព្រែកជ្រៃក្រុងសំពៅពូនខេត្តកណ្ដាលក្នុងថ្ងៃនេះត្រូវនឹងថ្ងៃសុក្រ14កើតខែបុស្សឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2ខែមករាឆ្នាំ2026នៅក្នុងយប់នេះជាយប់មួយប្រកបដោយអ្នកខត្តរឹកជាពេលវេលាដែលយើងគ្រប់គ្នាក្នុងនាមជាព្រះសង្ឃគ្រប់អង្គទាំងអស់បានរៀបចំកិច្ចការងារគឺកិច្ចវត្តនៅប្រចាំថ្ងៃក៏ដូចជារៀងរាល់ថ្ងៃឧបោសថយើងបានរៀបចំធ្វើបុណ្យនមស្ការគុណប្រតនត្រ័យណាមានសមាទាននៅសិលសម្រាប់បោសសម្អាតចិត្តកាយរបស់ព្រះសង្ឃគ្រប់អង្គទាំងអស់នៅក្នុងពុទ្ធមណ្ឌលនៃពុទ្ធសាសនាយើងពីអារាមវត្តជាអ្នកបួសក្នុងពុទ្ធសាសនាហើយមានកិច្ចការងារផ្សេងទៀតការស្ដាប់នៅពធដើម្បីជាចំណីនៃបញ្ញាជាចំណីនៃសិលដែលអប់រំទូមានកាយវិចារចិត្តរបស់យើងឲ្យបានរឹតតែល្អប្រសើរព្រោះជាកាតព្វកិច្ចនិងទូនាទីជាមាគ៌ាដ៏ប្រសើរសម្រាប់យើងជាអ្នកបួសព្រោះយើងត្រូវការអប់រំជានិច្ចកាលដូចជារុក្ខជាតិដែលយើងដាំហើយដើម្បីឲ្យធំធាត់ទៅបានមានការមើលថែមានការស្រោចទឹកដាក់ជីជារៀងរាល់ថ្ងៃគ្រប់ពេលវេលាទាំងអស់ទើបអាចរស់ទៅបានអាចធំធាត់ទៅបានយ៉ាងណាមិញដើម្បីឲ្យក្លាយទៅជាមនុស្សល្អនៅក្នុងសង្គមនិងគ្រួសារយើងទាំងអស់ទោះបីជាអ្នកបួសក្នុងពុទ្ធចិត្តក៏ដោយក៏ត្រូវការមើលថែក៏ត្រូវការអប់រំជារៀងរាល់ពេលវេលាដើម្បីឲ្យក្លាយទៅជាមនុស្សដឹងក្តីជាមនុស្សធំធាត់ជាមនុស្សដែលល្អនៅក្នុងសង្គមទៅបានជាពូជណាបានជាពូជបានជាអ្វីដែលប្រសើរនៅក្នុងពេលវេលាដែលយើងកំពុងរស់នៅនឹងអញ្ចឹងមានការបណ្ដុះវិស័យអប់រំឲ្យបានល្អឲ្យបានប្រសើរនៅក្នុងដំណើរនៃជីវិតណារបស់យើងទាំងអស់គ្នានឹងឯងចឹងជាប្រពៃណីដែល
ប្រសង់យើងគ្រប់ព្រះអង្គនៅក្នុងព្រះជាណាចក្រកម្ពុជាប្រសង់ខ្មែរតែងតែរៀបចំអិរិយាបថក្នុងថ្ងៃឧបោសថសិលនេះជាសំខាន់កន្លះខែម្ដងដើម្បីក្នុងការជំរះនៅមន្ទិលសៅម៉ងភិក្ខុហ្នឹងគឺមានការសម្ដែងបដិមោក្ខអីចឹងទៅណាសាមណេរមានការសុំសិលដើម្បីជំរះចិត្តក្នុងន័យនេះកណាសុំប្រគេនបន្តិចថាពាក់ព័ន្ធជាមួយនឹងការសុំសិលនេះរឿងសិលតដាច់ហើយគឺដាច់ហើយមិនអាចសុំបានទេពាក់ព័ន្ធជាមួយនឹងការនាសនង្គៈនេះគឺត្រូវតែដាច់យើងសូត្រនៅក្នុងសិក្ខាណែនាសនង្គៈទាំង10យើងបានសិក្សាហើយប្រសិនណាបើខុសនៅក្នុងសិក្ខាបទណាមួយក្នុងចំណោមនៃនាសនង្គៈទាំង10គឺមិនអាចសុំបានទេវាលែងតែតន្តកម្មតែប៉ុណ្ណោះពាក្យថាការសុំតន្តកម្មនេះតលថាបុគ្គលនោះឯងជាអ្នកដែលដឹងច្បាស់ចេញពីកាយចេញពីចិត្តជាពិសេសគឺថាដឹងខ្លួនឯងនឹងខុសឧទាហរណ៍ថាយើងរត់លេងឧទាហរណ៍ថាយើងខុសនៅក្នុងតន្តកម្មទាំង10យើងសូត្រមើលមានអីខ្លះតន្តកម្មទាំង10ហ្នឹងតន្តកម្មមាន10ឃើញទេការឆាន់នៅរបស់ហួសកាលរំច្រៀងអង្គុយនៅលើទីសេនាសនៈតើយើងដឹងពីកំហុសខ្លួនឯងណាដូចគេវត្តដូចយើងហ្នឹងថាសារភាពនៅក្នុងឧទាហរណ៍ថាយើងលួចលុយគេចោះណាលួចលុយគេយើងដឹងកំហុសបណ្ដាលួចលុយហ្នឹងគឺសាមណេរនឹងឯងគឺនាសនង្គៈអាការលួចនឹងឯងគឺក៏បរាជិកដែរណាចឹងតើយើងហ្នឹងឲ្យដឹងពីកំហុសរបស់ខ្លួនឯងអាហ្នឹងมันអាចសារភាពបានហើយយកទៅអនុវត្តថ្ងៃមុខថ្ងៃក្រោយនឹងឯងគឺលេងណាមិនមែនលេងសើចទេបងណាចឹងយើងទី1ទៀមទីឲ្យចេះពីសិក្ខាបទហ្នឹងចឹងដើម្បីភាពងាយស្រួលសម្រាប់ខ្លួនឯងក្នុងការសុំតន្តកម្មហ្នឹងបានធ្វើឲ្យណាខ្លួនឯងនឹងឯងវាស្អាតវាបរិសុទ្ធនេះគ្រាន់តែបញ្ជាក់តែប៉ុណ្ណឹងអំពីសិលដែលយើងសមាទាននៅក្នុងថ្ងៃនេះ